គុណធម៌8ប្រការរបស់ខុងជឺកើតមកជាមនុស្សត្រូវចេះស្គាល់ពាក្យថាគុណធម៌ទើបអាចរស់នៅក្នុងសង្គមបានប្រកបដោយសេចក្តីសុខជាទីស្រឡាញ់និងជាទីពំនាក់របស់អ្នកដទៃបើគ្មានគុណធម៌ទេទោះបីជាឆ្លាតដល់កម្រិតណាមានយ៉ាងណាឬមានយុទ្ធសាស្ត្រខ្ពង់ខ្ពស់យ៉ាងណាក៏មិនអាចរស់នៅជាមួយអ្នកដទៃបានប្រកបដោយសេចក្តីសុខដែររឿងគុណធម៌ត្រូវបានបង្ហាញតគ្នាមកជាយូរមកហើយមិនថាជាជនជាតិណាទេគឺមិនខុសគ្នាឡើយប៉ុន្តែសម្រាប់ពួកលោកខាងកើតយ៉ាងនេះពេលដែលនិយាយដល់រឿងគុណធម៌រមែងតែនឹកដល់មហាបរោះអ្នកប្រាជ្ញចិនដែលមានឈ្មោះថាខុងជឺយ៉ាងប្រកបបុគ្គលម្នាក់នេះកើតមុនសម័យគ្រិស្តសករាជទៅទៀតប៉ុន្តែពាក្យព្រានប្រដៅរបស់គាត់នៅតែមានសារៈសំខាន់ក្នុងការរស់នៅរបស់មនុស្សជាច្រើនរហូតមកដល់សម័យបច្ចុប្បន្ននេះដែលពិតជាមិនធម្មតាមែនយោងតាមប្រវត្តិសាស្ត្រឃើញថាខុងជឺកើតមុនគ្រិស្តសករាជ551ឆ្នាំនៅស្រុកលូខេត្តសាងតុងប្រទេសចិនគាត់កើតបានត្រឹមតែ3ឆ្នាំតែប៉ុណ្ណោះឪពុករបស់គាត់ក៏ស្លាប់ទៅទាំងមៀតធំនិងរាងកាយមាំមួនជាខ្លាំងគាត់កើតបានត្រឹមតែ3ឆ្នាំតែប៉ុណ្ណោះឪពុករបស់គាត់ក៏ស្លាប់ទៅទាំងមានមៀតធំនិងរាងកាយមាំមួនជាខ្លាំងខុងជឺខិតខំប្រឹងប្រែងរៀនសូត្រតាំងពីនៅក្មេងដែលបង្ហាញឲ្យឃើញថាគាត់គឺជាមនុស្សដែលជឿទៅលើពាក្យព្រានប្រដៅរបស់បុព្វបុរសយ៉ាងខ្ជាប់ខ្ជួនក្នុងវ័យ20ឆ្នាំខុងជឺបានទទួលតំណែងជាស្មៀនយ៉ុងឆាងគាត់ធ្វើតួនាទីបានយ៉ាងល្អបន្ទាប់មកបានទទួលតំណែងជាច្រើនទៀតដូចជាអ្នកមើលថែសត្វអ្នកគ្រប់គ្រងកម្មករសំណង់មិនថាតំណែងនោះខ្ពស់ទាបយ៉ាងណាទេខុងជឺមិនដែលប្រកែកឡើយថែមទាំងយកចិត្តទុកដាក់ធ្វើឲ្យអស់ពីសមត្ថភាពទៀតផងបន្ទាប់មកក៏បានទទួលតំណែងកាន់តែខ្ពស់ឡើងជារឿយរហូតដល់បានធ្វើជាសេនាបតីធំក្នុងអំឡុងពេលកាន់តំណែងនោះខុងជឺបានធ្វើការប្រកបទៅដោយភាពត្រឹមត្រូវនិងយុត្តិធម៌ធ្វើយ៉ាងអស់ពីសមត្ថភាពតែនៅទីបំផុតមានរឿងដែលត្រូវគេឲ្យគាត់លាចាកចេញពីតំណែងនេះក្រោយពីឈប់ធ្វើការងាររាជការទៅខុងជឺបានត្រឡប់មកធ្វើការដែលខ្លួនឯងស្រឡាញ់វិញនោះគឺការព្រានប្រដៅកូនសិស្សឲ្យបានល្អដោយគាត់ប្រកាន់ខ្ជាប់រឿងទំនៀមទម្លាប់ប្រពៃណីនិងគុណធម៌ជាសំខាន់នៅក្នុងពាក្យព្រានប្រដៅជាច្រើនរបស់ខុងជឺនោះមើលទៅឃើញថារឿងគុណធម៌គឺជារឿងសំខាន់ហើយត្រូវបានគេនាំយកមកប្រតិបត្តិរហូតមកដល់បច្ចុប្បន្ននេះគុណធម៌របស់ខុងជឺមានទាំងអស់8ប្រការដែលត្រូវបានគេហៅថាគុណធម៌8ប្រការរបស់ខុងជឺមានដូចតទៅទី1កតញ្ញូជនជាតិចិនប្រកាន់នូវភាពជាកតញ្ញូគឺជារឿងទី1ព្រោះគេគិតថាគឺជាដើមកំណើតនៃអំពើល្អទាំងឡាយដែលត្រូវគេជឿថាជាគោលការណ៍ប្រតិបត្តិនេះបានមកពីពាក្យព្រានប្រដៅរបស់ខុងជឺនេះឯងដោយសង្កត់ធ្ងន់ទៅលើគុណរបស់ឪពុកម្ដាយជាសំខាន់ខុងជឺបានមករៀនសិស្សពីរឿងកតញ្ញូថាអ្វីដែលកូនកតញ្ញូគួរតែធ្វើចំពោះឪពុកម្ដាយនោះគឺពេលដែលលោកនៅរស់ដូច្នេះចូលយើងគោរពនិងចូលចិញ្ចឹមលោកធ្វើឲ្យលោកទទួលបានសេចក្តីសុខពេលដែលលោកឈឺថ្កាត់ចូលព្រួយបារម្ភអំពីលោកពេលដែលលោកចាក់ទៅចង់ឲ្យឡាឡៃសោកសៅបើអាចប្រតិបត្តិបានតាមនេះនឹងមានឈ្មោះថាជាកូនកតញ្ញូយ៉ាងប្រកប ខ
ខងជឺបានមករៀនសិស្សពីរឿងកតញ្ញូថាអ្វីដែលកូនកតញ្ញូគួរតែធ្វើចំពោះបងប្អូននោះគឺនៅពេលដែលលោកនៅរស់ដូច្នេះចូលយើងគោរពនិងចូលចិញ្ចឹមលោកធ្វើឲ្យលោកទទួលបានសេចក្តីសុខពេលដែលលោកឈឺថ្កាត់ចូលព្រួយបារម្ភអំពីលោកពេលដែលលោកលាចាកលោកទៅចូលអាឡោះអាល័យលោកសោកសៅបើអាចប្រតិបត្តិតាមនេះបាននឹងមានឈ្មោះថាជាកូនកតញ្ញូយ៉ាងប្រកបទី2សាមគ្គីគ្នានៅពេលដែលកើតមកជាបងប្អូនសាច់ឈាមតែមួយត្រូវតែចេះសាមគ្គីគ្នាឲ្យដូចជាមេធាងរបស់ដើមឈើតែមួយសិតតែមានប្រភពតែមួយទាំងអស់គ្នាបងត្រូវតែចេះអភ័យទោសដល់ប្អូនចំណែកប្អូនត្រូវតែចេះអត់ធ្មត់មិនឈ្លោះប្រកែកគ្នាដោយសារតែទិដ្ឋិម្នាក់ផ្ទាល់ខ្លួននោះឡើយបើអាចសាមគ្គីគ្នាបានដូច្នេះភាពរីកចម្រើនរបស់គ្រួសារនឹងកើតឡើងដោយគ្មានទីបញ្ចប់ទី3សុចរិតស្មោះត្រង់និងមានភក្តីភាពមនុស្សយើងពេលដែលធ្វើកិច្ចការអ្វីមួយបើប្រកាន់ខ្ជាប់នូវភាពសុចរិតស្មោះត្រង់និងភក្តីភាពជាសំខាន់នោះរមែងមិនមានការរឯងក្នុងការធ្វើអ្វីឡើយនេះនឹងធ្វើឲ្យកើតមាននូវសប្បុរសធម៌នៅក្នុងចិត្តដែលអាចរស់នៅបានដោយមិនខ្លាចអ្វីទាំងអស់ដែលខុសពីមនុស្សដែលកេងប្រវ័ញ្ចបោកប្រាស់អ្នកដទៃទោះបីជាមានដល់កម្រិតណាក៏មិនអាចរស់នៅប្រកបដោយសេចក្តីសុខបានដែរទី4សច្ចភាពសម្រាប់មនុស្សដែលមានតម្លៃរមែងយល់ថាពាក្យសច្ចភាពសំខាន់ជាងជីវិតទៅទៀតការរស់នៅប្រជាពីភាពសច្ចៈនឹងធ្វើឲ្យប្រជាពីមនុស្សដែលជឿជាក់ទៅដែរដោយនិយាយពីអ្វីដែលគេក៏មិនជឿដោយនិយាយពីអ្វីទៅក៏គេមិនជឿនៅទីបំផុតរស់នៅដោយគ្មានតម្លៃបើទោះជាមនុស្សដែលប្រកាន់នៅពាក្យសច្ចៈជារឿងសំខាន់នៅក្នុងជីវិតនោះទោះបីជាស្លាប់បាត់បង់ជីវិតពីโลกនេះទៅហើយក៏ដោយក៏គេឈ្មោះនៅតែមានគេយកមកនិយាយដែរទី5ចរិយាធម៌មនុស្សប្រសើរជាងសត្វដែលឆានទាំងពួងត្រង់ថាចរិយាធម៌ប្រចាំចិត្តចរិយាធម៌ដែលនិយាយនេះមានដូចជាការដាក់ខ្លួនរឹកពីសុភាពរាបសារមានរបៀបរៀបរយចេះគោរពចាស់ទុំនិងមានមេត្តាករុណាចំពោះមនុស្សតូចតាចទូទៅជាដើមបើមិនមានចរិយាធម៌ទាំងនេះទេនឹងមិនមែនជាមនុស្សដ៏ប្រសើរឡើយទី6មនោធម៌ពាក្យមួយម៉ាត់នេះបើប្រែឲ្យចំទៅគឺមានន័យថាចិត្តដែលប្រកបដោយភាពយុត្តិធម៌នោះឯងការកើតមកជាមនុស្សត្រូវតែមានចិត្តស្រឡាញ់ភាពយុត្តិធម៌ចំណែកទ្រព្យសម្បត្តិមាសប្រាក់កេរ្តិ៍ឈ្មោះកិត្តិយសបុណ្យស័ក្តិបើវាមិនមែនជារបស់យើងទេមិនគួរដណ្ដើមយកមកដោយមិនត្រឹមត្រូវឡើយបើវាមិនមែនជារបស់យើងទេមិនគួរដណ្ដើមយកមកដោយមិនត្រឹមត្រូវឡើយព្រោះថានឹងធ្វើឲ្យអ្នកដទៃខូចខាតហើយអំពើអាក្រក់ទាំងអស់នេះនឹងមកបំផ្លាញយើងវិញនៅក្នុងថ្ងៃមួយជាមិនខានទី7សុចរិតធម៌ជនជាតិចិនបានផ្ដល់អត្ថន័យនៃពាក្យនេះថាត្រូវតែជាមនុស្សដែលមានចិត្តស្មោះត្រង់និងបាតដៃស្អាតមិនកេងប្រវ័ញ្ចត្រូវគិតស្មោះត្រង់ចំពោះអ្នកដទៃមនុស្សដែលមានសុចរិតធម៌មិនអាចវាស់បានដោយគ្រាន់តែទង្វើតែម្យ៉ាងប៉ុណ្ណោះទេតែត្រូវវាស់នៅភាពស្មោះត្រង់ផងត្រូវជាជួយអ្នកដទៃដោយសុទ្ធតែចិត្តបរិសុទ្ធមិនរំពឹងផលតបស្នងណាមួយនាពេលក្រោយឡើយ
ត្រូវតែជាមនុស្សដែលប្រកាន់នូវគោលការណ៍បរិសុទ្ធ3ប្រការនិងទៀងត្រង់4ប្រការដែលមានដូចតទៅនេះបរិសុទ្ធ3ប្រការនោះគឺបរិសុទ្ធចំពោះការងារទាំងផ្លូវលោកនិងផ្លូវធម៌បរិសុទ្ធចំពោះហិរញ្ញវត្ថុនិងបរិសុទ្ធក្នុងការសង្រួមមាយាទរវាងបុរសនិងស្ត្រីចំណែកទៀងត្រង់4ប្រការគឺទៀងត្រង់ចិត្តទៀងត្រង់ចំណែកទៀងត្រង់4ប្រការគឺកាយទៀងត្រង់ចិត្តទៀងត្រង់វាចាទៀងត្រង់និងការប្រព្រឹត្តទៀងត្រង់ទី8ខ្មាស់អំពើបាបខ្មាស់អំពើបាបធាតុពិតរបស់មនុស្សយើងគឺចិត្តដែលមានអំពើល្អជាគោលចិត្តអំពើល្អជាគោលប្រជាអំពីភាពអាក្រក់ប៉ុន្តែមនុស្សយើងតែងតែធ្វើអាក្រក់ព្រោះមានអំពើញុយញងដែលកើតឡើងទាំងនៅខាងក្នុងនិងខាងក្រៅរាងកាយអារម្មណ៍ដែលខ្មាស់អៀនចំពោះការធ្វើអំពើអាក្រក់អាចជួយរងាប់ការធ្វើអំពើអាក្រក់ទាំងឡាយដែលយើងគិតចង់ធ្វើឬបានធ្វើទៅហើយបើមានរឿងបែបនេះនៅក្នុងចិត្តនោះអំពើអាក្រក់នឹងមិនកើតមាននៅក្នុងចិត្តឡើយគុណធម៌ទាំង8ប្រការរបស់ខុងជឺគឺជារឿងដែលមនុស្សគ្រប់គ្នាគួរតែប្រតិបត្តិស្រាប់ទៅហើយដោយគ្រាន់តែលើកឡើងមកនិយាយដើម្បីដាស់តឿនសតិដោយគ្រាន់តែលើកឡើងយកមកនិយាយដើម្បីដាស់តឿនសតិនិងរំលឹកពីភាពសំខាន់របស់រឿងទាំងនោះឲ្យបានកាន់តែច្រើនឡើងតែប៉ុណ្ណោះអ្នកដែលរីកចម្រើនពិតប្រាកដមិនត្រឹមតែរីកចម្រើនតែសម្បកក្រៅប៉ុណ្ណោះទេតែត្រូវរីកចម្រើននៅក្នុងចិត្តផងតែត្រូវរីកចម្រើននៅក្នុងចិត្តផងគុណធម៌ទាំង8ប្រការគឺជាគ្រឿងលើកទឹកចិត្តរបស់មនុស្សឲ្យកាន់តែខ្ពស់ឡើងដែលអាចឃើញតាមរយៈគំរូរបស់ខុងជឺដែលប្រកាន់នៅគុណធម៌ទាំង8ប្រការនេះទោះបីជាពេលវេលាកន្លងហួសទៅជាង2000ឆ្នាំទៅហើយក៏ដោយក៏នៅតែមានអ្នកនិយាយនឹងនាំយកអ្វីដែលលោកបានបង្រៀនទៅប្រតិបត្តិជានិច្ច